បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសតបរានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតហើយបងប្អូនណារុក្ខជាតិនេះឈ្មោះថាកន្ទ្រាំឈេរីហើយកន្ទ្រាំឈេរីដែរពាក់ព័ន្ធនឹងអសតបរានខ្មែរយើងគេច្រើនទៅយកទៅធ្វើថ្នាំផ្សះបាត់បោះអីចឹងបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសតបរានជ័យទឹកបានចុះមកនៅភ្នំគិរីរំហើយខ្ញុំធ្វើដំណើរតាមផ្លូវទៅស្រាប់តែឃើញដើមរុក្ខជាតិនេះហើយរុក្ខជាតិនេះផងដែរឈ្មោះថាកន្ទ្រាំធារីបងប្អូនកន្ទ្រាំធារីនេះបងប្អូនណាបងប្អូនមើលលក្ខណៈសម្គាល់ស្លឹកដូចកុមារពេជ្រចឹងស្តៀងគ្នាក៏ប៉ុន្តែបងប្អូនត្រូវចាំថាឆ្នោតកលានៅលើស្លឹកហ្នឹងណាវាច្បាស់ជាងហើយកុមារពេជ្រអត់ទេកុមារពេជ្រវាមើលអត់ឃើញទេមើលគូខ្លះក៏មើលឃើញទូចអានេះវាច្បាស់ជាងឆ្នោតខុសគ្នាកន្លែងហ្នឹងបងប្អូនប៉ុន្តែស្លឹកដូចគ្នាចឹងដូចកុមារពេជ្រចឹងអ្នកខ្លះទៅគេថាស្លឹកឈូកគោកអីចឹងទៅតាមក៏ពិតមិនមែនទេខ្ញុំស្រាវជ្រាវមើលឃើញហើយក្នុងឯកសារផ្សេងដោយអត់ឃើញទេឃើញតែអ្នកហៅនិយាយតគ្នាហៅថាឈូកគោកចឹងណានៅក្នុងវីដេអូ YouTube ឯក៏ដោយលោកគ្រូតាមមើលទៅហើយឯកសារទាំងអស់វាអត់មានពាក់ព័ន្ធនឹងឈូកគោកទេប៉ុន្តែបងប្អូនយើងហៅតគ្នាដែលក្រៀមភាសាដែលអត់ឃើញដែរលោកគ្រូស្រាវជ្រាវមើលសិនណាបងប្អូនណាស្រាវជ្រាវនៅក្រៀមភាសានៅចំណុចណាមួយសូមបងប្អូនប្រាប់ខ្ញុំផងថាក្រៀមភាសាហ្នឹងសភៅអីហើយនឹងទំព័រប្រមាណឲ្យខ្ញុំស្រាវជ្រាវបានដឹងបាននិយាយផងបើសិនជាបងប្អូនមាននៅការស្រាវជ្រាវច្បាស់លាស់តែជាទូទៅខ្មែរយើងគុំទម្លាប់ថាដែលគេថាតាមគេត្រូវមានឯកសារត្រឹមត្រូវបងប្អូនណាដូចរុក្ខជាតិនេះគេហៅថាកន្ទ្រាំឈេរីកន្ទ្រាំធារីនេះពាក់ព័ន្ធនឹងអសតបុរាណខ្មែរយើងគេច្រើនប្រើទៅនៅបាត់ដំបៅណាដែលមើលមិនជាងាយសោះជាថ្នាំប្រសាសបងប្អូនប្រសាសដំបៅប៉ុន្តែគេយកមើមវាបងប្អូនយកមើមវាទៅបុកបិទសាសដំបៅហើយនឹងមួយទៀតបងប្អូនណាបើយកមើមរបស់វាហ្នឹងណាយកទៅបិទបោះក៏បានដែរបើបោះណាចិត្តចាញ់ហើយបងប្អូនយកបោះទៅបិទបោះទៅវាត្រជាក់ហ្នឹងគឺបែកបោះភុះមកតែម្ដងធ្វើឲ្យកាត់បោះលឿនដែរបាត់បោះឆាប់ធ្លាយចេញតែម្ដងបងប្អូនណាកុំឲ្យវាចុកចាប់យូរកុំឲ្យវាចុកចាប់ខ្លាំងបងប្អូនធម្មតាទេបើអ្នកកើតបោះវាចុកចាប់វាឈឺខ្ទោកអញ្ចឹងណាហើយយកមើមរបស់កន្ទ្រាំធារីនេះយកទៅប្រើបងប្អូនណាយកបាត់បោះទៅតែមួយថ្ងៃឬមួយយប់អីចឹងទេឬក៏2យប់ចឹងធ្លាយមកភុះបានសម្រេចហើយបងប្អូនញិចនៅគ្រាប់ដែងក្បាលវាចេញអស់ទៅវាជាសះស្បើយ 100% ហើយបោះយើងតែធ្លាយហើយយើងញិចចេញអស់ក្បាលវាហ្នឹងបងប្អូនហើយហ្នឹងទី2ទី3ជាថ្នាំតាក់ទិនអសតបុរាណរបស់យើងគឺថ្នាំងងួយដេកបងប្អូនយកដាំពិសាទទួលទានទៅស្ងួតចិត្តឲ្យបានស្រួលបួលទៅធ្វើអនាម័យល្អទៅបងប្អូនណាហើយជាថ្នាំងួយដេកបងប្អូនដាំហូបពិសាទទួលទានទៅធ្វើឲ្យងួយដេកស្រួលហើយអាហ្នឹងក៏ត្រូវដែរបងប្អូនដេកមិនលក់មានន័យថាបងប្អូនដេកមិនស្លើតចឹងដេកមិនលក់បញ្ឈោភ្នែកហើយបងប្អូនមួយថ្ងៃណាក៏ដេកលក់ថ្ងៃណាក៏ដេកលក់ដែរលក់បន្តិចតួចហើយក៏ក្រោកឡើងវិញដេកមិនលក់ចង់និយាយចឹងណាបងប្អូនហើយបងប្អូនយកមើមកន្ទ្រាំធារីនេះយកទៅប្រើទៅបងប្អូនជាសះស្បើយពីអាការៈរោគដេកមិនលក់នឹងហើយវាអាចសម្រួលដល់ខ្សែប្រសាទយើងសម្រួលអារម្មណ៍យើងវាដេកលក់ស្រួលហើយបងប្អូនណាហើយនៅជាចុងក្រោយនេះបើសិនជាបងប្អូនមើលឃើញថាមានប្រយោជន៍នៅរុក្ខជាតិនេះពាក់ទិននឹងអសតបុរាណខ្មែរយើងដើម្បីយកទៅកែរោគគាបជាធិពាក់ទិននឹងបងប្អូនខ្ញុំនិយាយខាងលើហ្នឹងបងប្អូនណាមានដំបៅបងប្អូនមែនរោគអត់ងួយដេកឈោភ្នែកដេកមិនលក់ហើយនឹងបាត់បងប្អូនមានរោគបោកចឹងណាបងប្អូនយកទៅប្រើទៅហើយកាលណាមើលឃើញថាមានប្រយោជន៍ពាក់ទិននឹងអសតបុរាណខ្មែរយើងបងប្អូនជួយចុច like ចុច share ឲ្យលោកគ្រូម្នាក់មួយផងបងប្អូនឲ្យលោកគ្រូធ្វើដំណើររកគ្រប់ច្រកល្ហោដើម្បីបង្ហាញបងប្អូនហើយរុក្ខជាតិនេះគេចូលខមមិនមកសួរលោកគ្រូដែរប៉ុន្តែលោកគ្រូមិនបានរកឃើញឥឡូវថ្ងៃនេះលោកគ្រូបានរកឃើញហើយលោកគ្រូបញ្យល់ប្រាប់បងប្អូនឲ្យដឹងគាត់ចង់ដឹងចូលមកថាចង់ដឹងខ្លះទៅគេសួរថាកន្ទ្រាំឈេរីហ្នឹងជាកុមារពេជ្រក៏មិនមែនទេខ្លះទៅគេថាកន្ទ្រាំឈេរីហ្នឹងវាដុះនៅតំបន់ណាខ្លះទៅគេថាសួរខ្ញុំណាក៏មិនខ្ញុំថាកន្ទ្រាំឈេរីហ្នឹងត្រូវថ្នាំអីខ្លះអញ្ចឹងខ្ញុំបានបកស្រាយរួចរាល់ហើយសូមបងប្អូនស្ដាប់
យកជាការគួរទៅដើម្បីប្រើប្រាស់ទៅក្នុងសុខភាពហើយជូនពរបងប្អូនសូមបងប្អូនបានសុខបានចម្រើនគ្រប់គ្នាសូមអរគុណសូមជម្រាបលា